tờ bệnh chi ca cái nẹn này nó miền này giống như trong lục chui bị chết bị pon phải hàng tích bảo sông sông cũng chơi បានជម្រាបសួរលោកលោកស្រីនាងកញ្ញាជាថ្មីម្ដងទៀតក៏អរគុណដល់លោកបណ្ឌិតដែលបានសួរសំណួរនេះតាមពិតពាក្យបច្ចេកទេសបញ្ជីការហ្នឹងស្ដាប់ទៅដូចជាមិនសូវជាយល់ហើយបងប្អូនយើងពីដើមហ្នឹងយល់តែពាក្យថាត្រូវបញ្ជីចំណូលចំណាយប៉ុន្តែបើយើងនិយាយអំពីពាក្យថាបញ្ជីការគណនេយ្យឬក៏របាយការណ៍រ៉ែនធុហ្នឹងវាមានច្រើនជាងចំណូលចំណាយខ្ញុំឧទាហរណ៍ថារបាយការណ៍រ៉ែនធុហ្នឹងគឺវាមានរបាយការណ៍ធំ4នៅក្នុងហ្នឹងបាទទី1ហ្នឹងគេហៅថារបាយការណ៍ចំណេញខាតហើយទី2ហ្នឹងគឺរបាយការណ៍តុល្យការហើយទី3ហ្នឹងគឺរបាយការណ៍បម្រែបម្រួលទ្រព្យម្ចាស់បាទហើយចុងក្រោយគេហ្នឹងគឺជារបាយការណ៍សាច់ប្រាក់អញ្ចឹងបើសិនជាយើងនិយាយពីខាងដើមមកថានិយាយថាបញ្ជីចំណូលចំណាយហ្នឹងអ្នកខ្លះស្ដាប់ទៅឃើញខ្លីតិចទៅអត់មានការងារអីធ្វើតែតាមពិតការងារជាច្រើនដែលយើងអាចធ្វើមកចេញរបាយការណ៍ហ្នឹងបានគេហៅថារបាយការណ៍ស្តង់ដារ